សិស្សានុសិស្សសាលាបឋមសិក្សាអណ្ដូងសំរិទ្ធទទួលបានសម្ភារៈកីឡាពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទខ្ញុំត្រូវការទុនបន្ថែមខ្ញុំចង់រៀបចំក្រៅឲ្យល្អជាងនេះខ្ញុំចង់ថែមស្រះមួយទៀតព្រោះមិនអាចពង្រីកអាជីវកម្មខ្ញុំបានតើអ្នកកំពុងត្រូវការដើមទុនពង្រីកអាជីវកម្មមែនទេឥឡូវនេះធនាគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026សិស្សានុសិស្សបាននាំគ្នាលេងកីឡាយ៉ាងសកម្មក្រោយទទួលបានសម្ភារៈកីឡាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងនាមនាយកសាលាគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់លោកភួនឈីមអភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែតបានសម្ដែងការកោតសរសើរនិងសាទរចំពោះការរួមចំណែករបស់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរកម្ពុជានិងចិនដែលជានិច្ចកាលមិនត្រឹមតែបានជួយទ្រទ្រង់ដល់ការសាងសង់អគារសិក្សាការផ្ដល់កាតាបនិងសម្ភារៈសិក្សាប៉ុណ្ណោះទេប៉ុន្តែថែមទាំងការយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពរាងកាយនិងការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្សតាមរយៈវិស័យកីឡាផងដែរបេសកកម្មនេះត្រូវបានលោកអភិបាលស្រុករំលេចពីសមិទ្ធផលដែលជាវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានផ្ដល់ជូនដល់ប្រជាជននៅស្រុកបាទីតាំងពីឆ្នាំ2017រៀងមកលោកជាមនីរិទ្ធប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានលើកឡើងថាក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមគំរដ្ឋវិសិនប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលវេទិកាតែងតែលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យចូលរួមលេងកីឡាជាប្រចាំព្រោះកីឡាមិនត្រឹមតែជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរាងកាយឲ្យមានសុខភាពល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបណ្ដុះស្មារតីសាមគ្គីភាពការសហការជាក្រុមវិន័យនិងភាពជាអ្នកដឹកនាំដែលជាជំនាញសំខាន់សម្រាប់អនាគតរបស់កុមារផងដែរជាពិសេសកម្មវិធីនៅសាលាបឋមសិក្សាអណ្ដូងសំរិទ្ធនេះគឺជាកម្មវិធីចុងក្រោយនៃការប្រគល់ទទួលសម្ភារៈកីឡាចំនួន2550ឈុនដែលជាអំណោយរបស់មិត្តចិនសម្រាប់ចែកជូនដល់សាលារៀនចំនួន678សាលានៅរាជធានីភ្នំពេញនិងខេត្តចំនួន8ផ្សេងទៀតក្នុងអំឡុងឆ្នាំ2026កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ភាគីចិនចំពោះវិស័យអប់រំនិងការអភិវឌ្ឍកុមារកម្ពុជាព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវិតនិងសុខុមាលភាពរបស់សិស្សានុសិស្សនៅតាមសហគមន៍សម្ភារៈកីឡាទាំងនេះមិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជានិងចិនដែលបានរួមគ្នាបណ្ដុះធនធានមនុស្សជំនាន់ថ្មីឲ្យមានទាំងចំណេះដឹងសុខភាពនិងស្មារតីសហការសម្រាប់ការអភិវឌ្ឍសង្គមនាពេលអនាគត